Hello guys បាទថ្ងៃនេះមានទូរស័ព្ទដៃមួយគ្រឿងមួយ Realme Note 50បាទបញ្ហានោះគឺជាប់លេខកដដៃអូខេជាប់លេខកដដៃបែបហ្នឹងឥឡូវខ្ញុំធ្វើការបិទវាសិនពុះមកក្រោមយើងត្រូវចុចប៊ូតុង power បាទយើងចុចប៊ូតុង power ហ្នឹងបាទចុចប៊ូតុង power ហ្នឹងជាមួយនឹង volume ដក volume បន្ថយសំឡេងហ្នឹងយើងចុចប៊ូតុង power មុនចុចជាប់ហើយយើងចុច volume ដករហូតដល់តែវាចេញ logo បែបហ្នឹងយើងបលែង volume power ហ្នឹងចេញបាទហើយយើងទុកអា volume ដកហ្នឹងវាចេញបាទចេញរូប Android បែបហ្នឹងហើយយើងចុចដូចរូបខ្ញុំថាអញ្ចឹងចុចប៊ូតុង power ហើយចុច volume ខាងលើហ្នឹងហើយយើងយកបាទយើងយកនេះweb data factory reset និង web cache partition បាទដោយសារទីតាំងខ្ញុំនៅចិត្តផ្សារអញ្ចឹងទៅវាអ៊ូអរបន្តិចបាទយើងចុច volume បន្ថយសំឡេងដើម្បីតម្លាក់វាមកក្រោម select មកក្រោមមកចុចទៀតបាទចំនឹងពាក្យដែលយើងត្រូវយកហ្នឹងយើងចុច button power អូខេបន្តមកទៀតយើងចុច factory data បាទ volume ខាងក្រោមហ្នឹងហើយចុច button power អូខេហើយមួយហើយយើងចុច volume បាទ volume មកក្រោមហ្នឹងបាទ select ឲ្យចំពាក្យថា web cache partition ចឹងហើយយើងចុច button power ដើម្បី select យកវា volume ដក volume button power volume button power ហ្នឹងអូខេរួចរាល់ហើយយើងបាទ reboot system ណាយើងចុច button power ទៅអូខេរងចាំបន្តិចបាទទីតាំងខ្ញុំនៅចិត្តផ្សារអញ្ចឹងទៅរៀងអ៊ូអរបាទសលេងម៉ូតូសំលេងលឺហើយសលេងលះហាលអូខេអូខេរួចរាល់ហើយឥឡូវនេះយើងចុចចូលរកពាក្យ Cambodia ណា Cambodia អូខេនេះទៀតអីសិតបាទយក skip ខាងលើគេdone អូខេ get started អូខេឥឡូវនេះយើងដល់លេខម៉ឺនុយហើយយើងទៅក្នុង setting អូមកក្រោម about phone មកនេះ Realme Note 50បាទ 64G memory 4G អូខេ